វេទិកានយោបាយភ្លើងសង្គ្រាមនៅកម្ពុជាក្នុងអតីតកាលកម្ពុជាបានធ្លាក់ក្នុងភ្លើងសង្គ្រាមសភាវុធដោយសារគោលនយោបាយចិនកុម្មុយនីសនិយមនិងយួនកុម្មុយនីសនិយមគឺពីឆ្នាំ1970ដល់ឆ្នាំ1975ពីឆ្នាំ1975ដល់ឆ្នាំ1979និងពីឆ្នាំ1979ដល់ឆ្នាំ1991ដែលជាសង្គ្រាមប្រល័យពូជសាសន៍ខ្មែរនិងជាសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជាការប្រល័យជីវិតប្រជាពលរដ្ឋខ្មែរមានអាចោរចិននិងអាចោរយួនជាអ្នកទទួលខុសត្រូវចម្បងរួមជាមួយនឹងក្រុមខ្មែរកុម្មុយនីសនិយមចិននិងខ្មែរវៀតមិញកុម្មុយនីសនិយមយួនដែលយើងអាចរំលើកឈ្មោះខ្លះដែលមានជាអាចនរោត្តមសីហនុសាឡុតសហ៊ុនសែនហេងសំរិនលក្ខនិងលក្ខបច្ចុប្បន្នកាលកម្ពុជាកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមវប្បធម៌សង្គ្រាមសង្គមធម៌និងសង្គ្រាមសហព័ន្ធឥណ្ឌូចិនដោយសារកម្ពុជាដាក់ខ្លួននៅក្រោមអាណានិគមចិននិងអាណានិគមយួនសង្គ្រាមវប្បធម៌ដោយបងប្អូនរួមជាតិខ្មែរបានឃើញបានជ្រាបផ្ទាល់ភ្នែកអំពីការបង្ខូចប្រពៃណីរបស់ខ្មែរនិងការបង្កើតឲ្យមានអំពើអបាយមុខគ្រប់យ៉ាងក្នុងសង្គមខ្មែរមានស្រាស្រីល្បែងពាលាព្រមទាំងអំពើទុច្ចរិតគ្រប់បែបឧទាហរណ៍ជាក់ស្ដែងខ្លះដូចជាការបំផ្លាញបេតិកភណ្ឌសាសនាអំពើឆោបោកគ្រប់បែបព្រមទាំងមានស្ត្រីស្លៀកសម្លៀកបំពាក់ស្ទើរស្រាតរំរែកកណ្ដាលមហាជនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលមិនដែលមានក្នុងប្រវត្តិសាស្ត្រកម្ពុជាលក្ខនិងលក្ខសង្គ្រាមសង្គមធម៌ដោយសារអំពើជិះជាន់សង្កត់សង្កិនដ៏កាចសាហាវរបស់អ្នកមានអំណាចអ្នកមានសម្បត្តិមកលើប្រជាពលរដ្ឋខ្មែរព្រមទាំងអំពើពុករលួយនិងអយុត្តិធម៌សង្គមអសន្តិសុខក្នុងសង្គមខ្មែរក៏កើតមានឡើងជាច្រើនករណីក្រោមឥទ្ធិពលនៃសង្គ្រាមសង្គមធម៌សីលធម៌សង្គមសង្ឃហធម៌ភាពសុចរិតក៏រិចរិលអូនថយនៅក្នុងបណ្ដាប្រជាជនកម្ពុជាសង្គ្រាមសហព័ន្ធឥណ្ឌូចិនក្រោមបញ្ជាការរបស់អាចោរយួនរដ្ឋាភិបាលអាយ៉ងក៏ពន្លឿនផែនការសហព័ន្ធឥណ្ឌូចិនក្នុងគ្រប់ទិសដៅគឺវិស័យគ្រប់គ្រងរដ្ឋបាលវិស័យការពារជាតិវិស័យយុវជនវិស័យសាសនានិងអន្តោប្រវេសន៍ជាសរុបសេចក្តីលើងសង្គ្រាមនៅកម្ពុជាគឺមានបនកុម្មុយនីសចិននិយមនិងបនកុម្មុយនីសយួននិយមជាអ្នកគុំអុសមានអាចោរចិនកុម្មុយនីសជាអ្នកចាក់សាំងមានអាចោរយួនកុម្មុយនីសជាអ្នកញល់អណ្ដាតភ្លើងមានមេបកប្រឆាំងខ្លែងក្លាយជាអ្នកជួយផ្លុំនាពេលថ្មីនេះកម្ពុជាកំពុងចូលក្នុងសង្គ្រាមពាណិជ្ជកម្មដោយសារគោលនយោបាយចិនកុម្មុយនីសនិយមគឺកម្ពុជាបានចូលរួមខុបខិតជាមួយចិនកុម្មុយនីសក្នុងការប្រតិបត្តិ
ពាណិជ្ជកម្មទុច្ចរិតលើទំនិញនាំចូលទៅសហរដ្ឋអាមេរិកនៅអនាគតកាលកម្ពុជាអាចនឹងជួបភ្លើងសង្គ្រាមសព្វាវុធម្ដងទៀតបើកម្ពុជាជ្រើសរើសគោលនយោបាយខុសរវាងសត្វឥន្ទ្រីនិងសត្វខ្លាគឺរវាងសហរដ្ឋអាមេរិកនិងចិនកុម្មុយនីសហើយសង្គ្រាមសព្វាវុធម្ដងនេះនឹងខ្លាំងក្លាជាងពេលណាទាំងអស់ប៉ុន្តែបើខ្មែរមានបញ្ញាឆ្លាតវៃជ្រើសរើសត្រូវមាតុភូមិខ្មែរនឹងមានភាពចម្រើនរុងរឿងសម្បូរសប្បាយទោះបីជាយ៉ាងណាក៏ដោយក៏ប្រជាជាតិខ្មែរមានពរវាសនាដ៏មហាអស្ចារ្យដោយសារមានឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆ័ទ្រីជាកុលបុត្រខ្មែរដែលលោកជាសមាជិកអចិន្ត្រៃយ៍អស់មួយជីវិតនៃគណៈកម្មាធិការក្រុម300ដែលផ្ដល់នូវឥទ្ធិពលលើយុទ្ធសាស្ត្រនយោបាយពិភពលោកឯកឧត្តមជាអគ្គនាយកប្រតិបត្តិនៃការិយាល័យអន្តរជាតិត្រួតពិនិត្យរដ្ឋាភិបាល OITC គឺលោកមានលទ្ធភាពថវិកាដ៏មហិមាក្នុងឋានៈជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិសកលសូមបងប្អូនរួមជាតិខ្មែររលែកមើលប្រវត្តិនៃការផ្ទុះសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់និងប្រទេសលីប៊ីកាលពីប្រមាណឆ្នាំមុនកន្លងមកគឺសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបបានព្រមានជាច្រើនលើកមុននឹងវាយចូលក្នុងប្រទេសទាំងពីរនេះឯកម្ពុជាវិញសហរដ្ឋអាមេរិកបានព្រមាន8លើកហើយអំពីវត្តមាននៃកងទ័ពជើងទឹកចិនកុម្មុយនីសនៅរៀមនិងកោះកុងប៉ុន្តែរបបក្រុងភ្នំពេញតែងតែប្រកែកនិងព្យាយាមរកល្បិចបង្វែងដានជានិច្ចជាកាលសំណួរសួរថាតើរបបហ៊ុនធម្មនុញ្ញនៅតែរឹងក្បាលបដិសេធការពិតដល់ណាទៀតតើបងប្អូនរួមជាតិខ្មែរនៅទ្រាំនឹងជឿគាំទ្ររបបនេះរហូតដល់ពេលណាបងប្អូនរួមជាតិជាពិសេសក្មួយចៅយុវជនខ្មែរជាទំពាំងស្នងឫស្សីដែលកំពុងដើរតាមក្រុមប្រឆាំងក្លែងក្លាយដែលប្រើនយោបាយចាញ់អស់កាលជាច្រើនឆ្នាំមកហើយគួរតែស្វែងយល់អំពីឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆ័ទ្រីតាមរយៈការសិក្សាចំណេះដឹងដាក់ជូននៅក្នុងគេហទំព័រ unoitc.com និង residam.org បងប្អូនរួមជាតិខ្មែរនិងក្មួយចៅគួរណាស់តែមានមោទនភាពអំពីសក្តានុពលនិងលទ្ធភាពរបស់ឯកឧត្តមដែលជាកុលបុត្រខ្មែរពិតបងប្អូនរួមជាតិនិងយុវជនខ្មែរត្រូវតែជ្រើសរើសឲ្យត្រូវរវាងក្រុមក្បត់ជាតិក្រុមប្រឆាំងក្លែងក្លាយនិងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆ័ទ្រីទើបប្រជាពលរដ្ឋខ្មែរបានទទួលភាពសុខសាន្តចម្រុងចម្រើនរុងរឿងជារៀងរហូតឯកឧត្តមប្រធានជាតួអង្គតែម្នាក់គត់ដែលមានលទ្ធភាពសាររើការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិក្រុងប៉ារីថ្ងៃទី23តុលា1991ព្រមទាំងច្បាប់សភាបារាំងលេខ49733ចុះថ្ងៃទី4មិថុនា1949ឡើងវិញ
ណៈសហមេធាវីអន្តរជាតិដែលមានទីស្នាក់ការនៅវិមានសាតូលវីកាតូសនាទីក្រុងលូវេសៀនប្រទេសបារាំងបានចាប់ដើមធ្វើប្រតិបត្តិកម្មជាច្រើនឆ្នាំមកហើយក្នុងភារកិច្ចសម្របសម្រួលស្រាវជ្រាវឯកសារដើម្បី1ឧត្តមគ្រប់ប្រឹក្សាខ្មែរគឺខ្មែររបស់ជាតិយកកិច្ចព្រមព្រៀងអន្តរជាតិក្រុងប៉ារីសជាគោលការណ៍បដិវត្តន៍រំដោះមាតុភូមិនិងប្រជាជាតិខ្មែរ2សាររើការអនុវត្តច្បាប់សភាបារាំងលេខ49 733ដើម្បីទាមទារឲ្យអាចោយួនប្រគល់ទឹកដីកម្ពុជាក្រោមឬអាណាខេត្តខ្មែរខាងត្បូងមកជូនប្រជាជាតិខ្មែរវិញសូមបងប្អូនរួមជាតិកុលបុត្រកុលធីតាខ្មែរកុំធ្វើខ្លួនឲ្យទៅជាសត្វមមាញឹកសប្បាយភ្លេចខ្លួននឹងភ្លើងសង្គ្រាមនៅកម្ពុជាសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់និងទស្សនានៅគម្រោងឯកសារសុតទស្សន៍នេះដោយមេត្រីភាព